បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទ Cyber នៅក្នុងល្ងាចថ្ងៃទី2ខែធ្នូឆ្នាំ2025បងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះមិនតាណាឆ្ងាយអំពីការវិភាគទៅលើតម្លៃហាងឆេងមាសដើម្បីស្វែងរកនៅឱកាសជួញដូរបង្កើតនូវផលចំណេញនោះទេបងប្អូនហើយយើងឃើញថាតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះគឺមានការធ្លាក់ចុះបាទកាលពីព្រឹកមិញខ្ទង់ម៉ោង9ព្រឹកខ្ញុំបានធ្វើការវិភាគហើយក៏បោះ signal នៅក្នុង group VIP របស់ខ្ញុំបាទហើយនៅក្នុងនោះខ្ញុំថាតម្លៃហាងឆេងមាសអាចនឹងមានភាគរយនៃការធ្លាក់ចុះនោះគឺមានរហូតដល់ 60% បាទហើយភាគរយដែលឡើងថ្លៃហ្នឹងមានត្រឹមតែ 40% ទេកាលពីព្រឹកមិញបងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងឱកាសធ្លាក់ចុះគឺមាន 60% និងឱកាសឡើងមានត្រឹម 40% ហើយចំណុចធ្វើការទិញលក់ការពីព្រឹកមិញហ្នឹងខ្ញុំបានផ្ដល់ជូនចំណុចរងចាំ sale គឺនៅ 4264 និងចំណុចរងចាំ buy នៅ 4172 បាទខ្ញុំបោះនៅម៉ោង7ម៉ោង 7:58 នាទីព្រឹកមិញបាទហើយនៅម៉ោង 11:48 នាទីខ្ញុំបានបោះជា signal មួយបងប្អូនខ្ញុំឲ្យ sale នៅ 4218 បាទហើយខ្ញុំដាក់ take profit នៅ 4200 គត់ហើយ stop loss នៅ 4229 ហើយបើសិនបើយើងមើលហាងឆេងជាក់ស្ដែងយើងឃើញថាតម្លៃហាងឆេងមាសគឺមានការធ្លាក់ថ្លៃបងប្អូនបាទធ្លាក់ថ្លៃមករើចំណុច take profit ហើយក៏ហួសចំណុច take profit យើងទៀតបងប្អូនបាទគឺធ្លាក់ថ្លៃរហូតដល់តម្លៃប្រមាណ 4181 បាទអញ្ចឹងបងប្អូនដែលចូលតាម signal របស់ខ្ញុំនៅក្នុង group VIP បាទកាលពីថ្ងៃមិញខ្ទង់ម៉ោង 11:40 នាទីម៉ោង 11:50 នាទីអីហ្នឹងឬក៏ម៉ោង 12 អីហ្នឹងគឺបងប្អូននឹងទទួលបានឱកាសចំណេញបាទក្នុងមួយអោនគឺបងប្អូនមានឱកាសចំណេញរហូតដល់$18បាទគឺច្រើនមែនតើ$18ក្នុងមួយអោនណាបងប្អូនហើយបើសិនបើបងប្អូន sale មួយឡតសាយបាទមួយឡតសាយស្មើនឹងមាស100អោនហ្នឹងគឺបងប្អូនបាទមានឱកាសចំណេញប្រមាណ$1800បាទចំណេញ$1800ហើយព្រឹកមិញបាទក៏មានអ្នកtrade មាសដែលស្ថិតនៅក្នុង group signal ខ្ញុំគាត់ទទួលបានឱកាសចំណេញច្រើនមែនទែនបងប្អូនកាលពីម្សិលមិញគាត់ចំណេញ5000ហើយកាលពីព្រឹកមិញក៏គាត់ចំណេញបាន5000ទៀតអញ្ចឹង2ថ្ងៃគាត់ trade ហាងឆេងមាសហ្នឹងគឺចំណេញបានខ្ទង់$10000ដែរបាទចំណេញបានខ្ទង់10000ហើយចំពោះទិសដៅតម្លៃហាងឆេងមាសបាទបន្ទាប់អំពីការធ្លាក់ចុះមកដល់4181ហួសចំណុច take profit ខ្ញុំនៅ4200 គត់នេះខ្ញុំគិតថាតម្លៃហាងឆេងមាសអាចនឹងមានការងើបឡើងទៅលើវិញបងប្អូនបន្ទាប់អំពីការធ្លាក់ចុះណាបងប្អូនបាទអញ្ចឹងចំពោះឱកាសនៃការជួញដូរតម្លៃហាងឆេងមាសនៅក្នុងម៉ោងសហរដ្ឋអាមេរិកអញ្ចឹងម៉ោងសហរដ្ឋអាមេរិកគឺបើកនៅម៉ោង7បងប្អូនសល់ត្រឹមតែ1នាទីទៀតទេបាទសល់1នាទីទៀតចូលទៅដល់ម៉ោង7គឺឈានចូលទៅដល់ម៉ោងសហរដ្ឋអាមេរិកបើកផ្សារតែម្ដងអញ្ចឹងយើងចាំមើលថាតើនៅម៉ោងប៉ុន្មាននាទីទៀតហ្នឹងម៉ោងអាមេរិកបើកផ្សារថាតើតម្លៃហាងឆេងមាសអាចនឹងឡើងថ្លៃឬក៏ចុះថោកប៉ុន្តែចំពោះខ្ញុំគិតថាតម្លៃហាងឆេងមាសអាចនឹងមានការឡើងថ្លៃទៅលើវិញបាទអញ្ចឹងយើងមើលចំណុចនេះបងប្អូនបាទយើងមើលចំណុចនេះតែម្ដងអំពីការវិភាគអញ្ចឹងបន្ទាប់អំពីការធ្លាក់ចុះបាទបន្ទាប់អំពីការធ្លាក់ចុះនៃតម្លៃហាងឆេងមាសបាទអញ្ចឹងខ្ញុំទាញជាចំណុចកំពូលទៅបាទចំណុចនេះមួយបាទឯចំណុចនេះមួយទៀតបាទអញ្ចឹងយើងឃើញថាតម្លៃហាងឆេងមាសបងប្អូនអាចធ្វើការបាយបានបងប្អូនអរគ្នាបាទទិញចូលមកវិញបានហើយអ្វីដែលបងប្អូនអាចទិញបានបាទទី1អាចបាយណាបាននៅតម្លៃ$4205បាទបងប្អូនអាចបាយនៅតម្លៃបច្ចុប្បន្ននឹងបានហើយមួយទៀតបងប្អូនដែលចង់រងចាំបាទបងប្អូនអាចឲ្យវារងចាំធ្លាក់មកដល់4000បាទត្រឹម4108ឬក៏4109នៅខាងក្រោមនេះបាទក៏បងប្អូនអាចបាយឡើងទៅលើវិញបានដែរបងប្អូនដោយសារហេតុអីដោយសារតែស្ថិតនៅក្នុងម៉ោងអាមេរិកម៉ោង7នេះខ្ញុំគិតថាតម្លៃហាងឆេងមាសអាចនឹងមានសន្ទុះងើបឡើងមកលើវិញហើយតម្លៃហាងឆេងមាសបងប្អូនណាបាទវានឹងឡើងមកក្រឹកតម្លៃខាងលើនេះវិញបាទបច្ចុប្បន្នវានៅ4205អញ្ចឹងវាអាចនឹងឡើងមករកតម្លៃបាទខាងលើនេះវិញខ្ទង់4256អញ្ចឹងវាឡើងខ្ទង់50លេខបងប្អូនបាយនៅតម្លៃបច្ចុប្បន្នណា
cứ mình là các chân đánh tràn mình tên bông không mà lọt sai cứ bông mình là các chân đánhประมาณ5,000 là không mà lọt sai là tầm hôm miếng mà rồi áo nắng á cứ bông mình là các chân đánh 5,000 là nó không giúp năng mong America lớn trên châu đó mong America này bông này bà hãy sân bạc bông bài son mùi lót mà nâng tầm hôm miếng mà áo này nắng cứ bông ai mình là các chân đánh ประมาณ $50 đấy bà $50 không mà áo rồi có $5 không mà rồi áo bán đi cứ chia ở các nơi ca chuyên đâu ở từ lượt tìm ra hàng chính biết bà sân bông ôn tinh không tầm mấy phải chấp bon còn tái bà sân cả đây nam mui bông ôn rừng trăm tinh được hàng còng thì bà sân bao việt lệ chó nè bao thò thà việt lệ cho pi 4,2 rồi pram mà 4,000 rồi cao rồi có 4,000 rồi 7,5 hàng còng đấy có bông ôn ai chưa cả tinh là tiếp bà này nâng chấm pu tầm lại hàng chính biết nó không chụp nâng bông ôn bà chụp nâng mong pram pi mong 7 mong 4 mong đọc tới nâng cứ bông ôn ai chưa cả tinh biết bàn xa tại miền này vì bàn lệ mà tăng bị bực mà hỏi bà cà phê co bọc nhom bực mình được mongผมเปิลนั้นខ្ញុំថាមានធ្លាក់បាទឱកាសនៃការធ្លាក់មានរហូតដល់ 60% ឱកាសនៃឡើងមានត្រឹមតែ 40 ទេប៉ុន្តែវាបានធ្លាក់តាមការវិភាគរបស់ខ្ញុំមែនប៉ុន្តែវាមិនមែនចេះតែធ្លាក់រហូតទេបងប្អូនតម្លៃហាងឆេងណាបាទបន្ទាប់អំពីការធ្លាក់វាតែងតែមានការ interest មិនឡើងឬក៏ឡើងទៅរើសហាយចាស់ការវិព្រឹកមិញឬក៏ហួសនឹងទៅទៀតបាទអញ្ចឹងតម្លៃហាងឆេងមាននេះខ្ញុំគាត់ថានៅម៉ោងអាស៊ីបាទម៉ោងអាស៊ីមានដូចជាម៉ោងរបស់ខាងអូស្ត្រាលីម៉ោងរបស់ខាងជប៉ុនបាទខាងតូក្យូហ្នឹងឬក៏ម៉ោងអឺរ៉ុបអីហ្នឹងបាទវាបានជំរុញឲ្យតម្លៃហាងឆេងមានការធ្លាក់ចុះបាទអញ្ចឹងខ្ញុំគិតថានៅម៉ោងអាមេរិកយប់នេះហេតុអ្វីបានម៉ោងអាមេរិកគិតថាទីផ្សារវាឡើងបងប្អូនទាំងអស់គ្នាបាទទី1តាក់ទងជាមួយនឹងម៉ោងអាមេរិកដែលខ្ញុំគិតថាទីផ្សារឡើងនៅក្នុងយប់នេះវិញឥឡូវនេះវិញបាទឬក៏ម៉ោង8ម៉ោង9ម៉ោង10អីនេះវិញខ្ញុំគិតថាទី1ដោយសារតែលោក Powell ដែលជាប្រធានធនាគារកណ្ដាលអាមេរិកគាត់អាចនឹងកាត់បន្ថយអត្រាការប្រាក់បាទភាគរយច្រើនគឺគាត់នឹងកាត់បន្ថយអត្រាការប្រាក់ដូច្នេះហើយទើបធ្វើឲ្យអ្នកជួញដូរនៅម៉ោងអាមេរិកគេមិនមានគេថាទំនុកចិត្តនៅក្នុងម៉ោងព័ត៌មានមួយនេះទេវាអាចនឹងជំរុញឲ្យអ្នកជួញដូរឬក៏អ្នក trade នៅជុំវិញពិភពលោកហ្នឹងគេនឹងធ្វើការទិញមាសចូលមកវិញបន្ទាប់អំពីការធ្លាក់ថ្លៃបាទអញ្ចឹងកាលណាវាឡើងដល់ 4,250 4,260 នៅខាងលើនេះបាទគេចាប់ដើមធ្វើការលក់ចេញវិញបាទគេចាប់ដើមធ្វើការលក់ចេញវិញអញ្ចឹងកាលណាគេចាប់ដើមធ្វើការលក់ចេញវិញដល់វាឡើងទៅដល់ការពីព្រឹកមិញហ្នឹងអញ្ចឹងហើយគេនឹងចាប់ដើមបន្ទាប់ពីការលក់ចេញនៅពេលដែលគេបានចំណេញហើយវាធ្លាក់ចុះមកក្រោមវិញអានឹងគេចាប់ដើមទិញចូលបាទអញ្ចឹងហើយបានតម្លៃហាងឆេងមាសនេះយប់នេះខ្ញុំគិតថាតម្លៃហាងឆេងមាសនឹងមានសន្ទុះងើបឡើងមកលើវិញបងប្អូនទាំងអស់គ្នាណាបាទអាចនឹងដល់ 4,250 ឬក៏ 4,260 ក៏ថាបានដែរអញ្ចឹងសិនមកបងប្អូនបាយនៅតម្លៃបច្ចុប្បន្នបងប្អូននឹងមានឱកាសចំណេញច្រើនបងប្អូនទាំងអស់គ្នាតាក់ទងទៅលើទីផ្សារហាងឆេងមាសហ្នឹងណាបាទអញ្ចឹងបងប្អូនចំពោះទិសដៅនៃទីផ្សារហាងឆេងមាសបាទបន្ទាប់អំពីការធ្លាក់ចុះបន្ទាប់ពីវាបើកផ្សារនៅម៉ោង6ព្រឹកមិញហ្នឹងបាទបើកផ្សារមកមានការឡើងថ្លៃតែបន្តិចទេបន្ទាប់មកក៏មានការធ្លាក់ចុះរហូតតែម្ដងបងប្អូនទាំងគ្នាណាបាទធ្លាក់ចុះរហូតតែម្ដងបាទគឺធ្លាក់ចុះរហូតអញ្ចឹងចំពោះការធ្លាក់ចុះនេះទៀតសោតវានឹងឡើងទៅលើវិញនៅក្នុងយប់នេះអញ្ចឹងហើយវាជាឱកាសមួយដែលបងប្អូនអាចធ្វើការទិញមាសបានអញ្ចឹងបងប្អូនឃើញទេបាទឈានចូលដល់ម៉ោងអាមេរិកម៉ោង7នេះបើកផ្សារមកភ្លាមតម្លៃហាងឆេងមាសគឺមានការស្ទុះឡើងភ្លាមបងប្អូនឃើញបាទ candlestick ម្ដងពណ៌ខៀវហ្នឹងបងប្អូនបាទនេះ candlestick ម្ដងពណ៌ខៀវហ្នឹងបាទអញ្ចឹងការពីព្រឹកមិញនេះមានភ្ញៀវខ្ញុំម្នាក់គាត់នៅតាមខេត្តទេបាទគាត់បាទ account ថ្មីគាត់សាកល្បងត្រឹមតែ 1000 ទេបាទអញ្ចឹងពីព្រឹកតែខ្ញុំបានជំរាបជូនគាត់ឲ្យគាត់ចូលទៅធ្វើការលក់អញ្ចឹងមកដល់ឥឡូវដែលខ្ញុំឲ្យគាត់ទិញវិញដើមទុន 1000 ដល់ឥឡូវនេះចំណេញបានខ្ទង់ជិត$500បងប្អូនបាទជិត 50% នៃដើមទុន 1000 ហ្នឹងទៅហើយអញ្ចឹងមានន័យថាការជួញដូររបស់គាត់ក៏ចំណេញច្រើនគួរសមដែរគាត់ចូលម្ដង 0.10 0.05 អញ្ចឹងបងប្អូនបាទអញ្ចឹងមានន័យថាគាត់ចូលលក់ផ្សាយក៏រៀងតូចអញ្ចឹងហើយចំពោះឱកាសនៃរកប្រាក់ចំណេញពីការជួញដូរហាងឆេងមាសហ្នឹងក៏តិចទៅតាមលក់ផ្សាយដែលគាត់បានកំណត់អីចឹងទៅបាទប៉ុន្តែចំពោះទិសដៅនៃទីផ្សារហាងឆេងមាសនេះបងប្អូនបើសិនបើបងប្អូនដែលមានដើមទុនច្រើនបាទត្រឹមឧទាហរណ៍ណាបាទត្រឹម 10,000 នេះអញ្ចឹងទៅគាត់ចូលត្រឹម 5 lot 4 lot 3 lot 2 lot អីទៅមានន័យថាម្ដងគាត់អាចកាត់យកប្រាក់ចំណេញប្រមាណខ្ទង់ 4,500 1,000 2,000 អីបានបាទបងប្អូនឃើញទេមិញនៅ 4,205 បាទមកខ្ញុំបើកមក live វិភាគជូនដល់បងប្អូនហ្នឹងឥឡូវវាឡើង2លេខបាត់ទៅហើយបាទឥឡូវវាឡើងដល់ 4,207 អញ្ចឹងសិនបើបងប្អូនទិញនៅក្នុងតម្លៃ buy now មិញនៅត្រឹម4,205 ដល់ឥឡូវនេះគឺបងប្អូនចំណេញប្រមាណ$2ក្នុងមួយអោនបាទ$2ក្នុងមួយអោនបើបងប្អូនមានដើមទុនច្រើនដូចខ្ញុំជំរាបជូនមិញអញ្ចឹងបាទមួយឡតសាយហ្នឹងគឺបងប្អូនមានឱកាសចំណេញប្រមាណ$200បាត់ហើយបងប្អូនណាបាទគឺ$200បាត់ហើយតែមួយផ្លើតទេបាទឥឡូវឡើងដល់4,208អញ្ចឹង$300បាត់ហើយអញ្ចឹងមានន័យថាការជួញដូរនៅពេលណាដែលយើងវិភាគ
មានភាពច្បាស់លាស់ឬក៏ចាប់ trend មាសបានទៅលើការប្រែប្រួលប្រចាំថ្ងៃរបស់វាហ្នឹងគឺយើងនឹងទទួលបានឱកាសចំណេញពីវាមកលឿនតែម្ដងបងប្អូនថាយើងវិភាគទៅមានភាគរយច្រើនណាបងប្អូនបាទអញ្ចឹងចំពោះទិសដៅហាងឆេងមាសបងប្អូនបាទខ្ញុំនឹងធ្វើការ recommend ជូនដល់បងប្អូនបាទអញ្ចឹងបងប្អូនអាចទី1ធ្វើការ buy now បានបាទបងប្អូនមាន2ជម្រើសបាទទី1បងប្អូនអាច buy now បាទអាចកក់ហាងឆេងមាសទិញបានបាទគឺនៅតម្លៃប្រមាណ 4000 បាទឥឡូវវានៅ 4207 បងប្អូនណាបាទ 4207 បាទមិញវានៅ 4205 បាទប៉ុន្តែទោះបីយ៉ាងណាតម្លៃហ្នឹងកូននៅតែទិញបានទេបងប្អូនកូននៅតែកក់ហាងឆេងបាយបានអញ្ចឹងបាទ 4207 ហ្នឹងបាទហើយ stop loss បាទ stop loss បងប្អូនអាចដាក់នៅ 4000 បាទ 4190 ទៅអញ្ចឹងមានថាបងប្អូនដាក់ 17 លេខបាទ stop loss SL ការកំណត់ហានិភ័យគឺបងប្អូនដាក់នៅ 4190 បាទ 4190 ទៅ 4207 គឺ 17 លេខបាទ 17 លេខបងប្អូនបាទនៅខាងក្រោមនេះបាទ 17 លេខបាទឯចំណុច take profit បាទ take profit គឺខ្ញុំដាក់នៅ 4260 បាទ 4260 គឺទំហំប្រមាណ 53 លេខបាទ 53 លេខអញ្ចឹងបើសិនបើមួយអោនគឺបងប្អូនមានឱកាសចំណេញ$53នៅក្នុងមួយអោនមាសបើសិនបើវាឡើងមកប៉ះ take profit ប៉ុន្តែបើសិនមកឡតសាយដូចខ្ញុំជម្រាបជូនមិញអញ្ចឹងមកឡតសាយហ្នឹងគឺបងប្អូនមានឱកាសចំណេញប្រមាណ$5300តែម្ដងបើសិនបើឡើងមកប៉ះ take profit នៅខាងខ្សែបន្ទាត់ខាងលើនេះចំណុចកំពូលដែលខ្ញុំគូសរង្វង់ហ្នឹងបងប្អូនបាទអញ្ចឹងខ្ញុំកំណត់ take profit នៅយប់ហ្នឹងបាទ TP នៅ4000បាទ4260 បាទ 4260 នៅខាងលើនេះតែម្ដងបងប្អូនណាបាទនេះគឺជាកំណត់ហានិភ័យដើម្បីស្វែងសំទោសកំណត់ take profit នៅតម្លៃខាងលើនេះតែម្ដងបាទនេះគឺជាឱកាសនៃការជួញដូរមួយដ៏ល្អមែនទែនបងប្អូនសម្រាប់យប់ហ្នឹងបាទសម្រាប់យប់ហ្នឹងម៉ោងអាមេរិកម៉ោងឥឡូវហ្នឹងបងប្អូនណាបាទអាមេរិកបានបើកផ្សារនេះបងប្អូនណាបាទអញ្ចឹងសម្រាប់យប់ហ្នឹងគឺបងប្អូនអាចធ្វើការជួញដូរបានដោយសារហេតុអីបានខ្ញុំឲ្យបងប្អូនទិញអញ្ចឹងបងប្អូនដោយសារតែតម្លៃហាងឆេងមាសនេះវាបានចុះបាទវាបានចុះតាំងពីម្សិលមិញមកម្លេះបើសិនមកយើងមើលបងប្អូនបាទតាំងពីម្សិលមិញមករហូតមកដល់ព្រឹកមិញបើកផ្សាររហូតមកដល់បាទខ្ទង់ម៉ោង7ម៉ោង6ម៉ោង5បាទរហូតមកដល់ម៉ោង5ហ្នឹងគឺទីផ្សារហាងឆេងមាសធ្លាក់ចុះខ្លាំងបាទធ្លាក់ចុះខ្លាំងធ្លាក់ចុះពីតម្លៃប្រហែលបងប្អូនបាទបើយើងមើលតាំងពីម្សិលមិញដែលវាបិទតម្លៃប្រចាំម្សិលមិញតែម្ដងគឺពី4255បាទ4255មក4181អញ្ចឹងធ្លាក់ច្រើនគូសំដែរបាទធ្លាក់ច្រើនគូសំដែរខ្ទង់បាទខ្ទង់74លេខបងប្អូនណាបាទខ្ទង់74លេខដែរបាទគឺច្រើនមែនទែនបាទអញ្ចឹងខ្ញុំគិតថាតម្លៃហាងឆេងមាសវាអាចនឹងឡើងបាទនឹងឡើងមកដល់តម្លៃហាយចាស់នៅខាងលើវិញអញ្ចឹងបច្ចុប្បន្នគឺជាឱកាសមួយដែលបងប្អូនអាចធ្វើការបាយនេះបានដើម្បីស្វែងរកនូវផលចំណេញបងប្អូនទាំងគ្នាបាទហើយមួយវិញទៀតខ្ញុំសូមជម្រាបជូនបងប្អូនថាការជួញដូរនៅក្នុងទីនេះបងប្អូនបើចង់សាកល្បងបងប្អូនមានដើមទុនត្រឹមតែ$100ទេបាទមានដើមទុនត្រឹមតែ$100ក៏បងប្អូនអាចបង្កើតគណនីក៏ហាងឆេងមាសបានដែរហើយដូចខ្ញុំជម្រាបជូនអញ្ចឹងបើសិនបើដើមទុន100ហ្នឹងយើងអាចក៏ហាងឆេងមាសទិញម្ដងបាន1អោន2អោនអញ្ចឹងបងប្អូនណាបាទប៉ុន្តែបើសិនបើទិញ1អោនបាទឧទាហរណ៍ថាទិញ1អោននេះនៅក្នុងតម្លៃ4206ហើយបើសិនបើវាឡើងដល់4260នៅក្នុងចំណុច take profit ខាងលើហ្នឹងមានន័យថា1អោនហ្នឹងក៏បងប្អូនមានឱកាសចំណេញច្រើនដែរបាទមានឱកាសចំណេញខ្ទង់50លេខជាងបាទ$50ជាងនៅក្នុង1អោនហ្នឹងបងប្អូនបាទហ្នឹងក្នុងដើមទុន100បាទអញ្ចឹង100អាចជួញដូរមានឱកាសចំណេញខ្ទង់$50គឺយើងបើសិនមកយើងមើលទៅវាក៏ជាប្រាក់ចំណេញមួយច្រើនដែរសម្រាប់ការជួញដូរនៅក្នុងហាងឆេងមាសរបស់យើងបងប្អូនបាទក៏ច្រើនដែរប៉ុន្តែដូចខ្ញុំជម្រាបជូនអញ្ចឹងបើសិនបើបងប្អូនមានដើមទុនច្រើនអាចចូលដល់1ឡត2ឡត3ឡតឱកាសចំណេញក៏វាកាន់តែច្រើនតាមនឹងដែរឧទាហរណ៍ថា1ឡតបងប្អូនអាចមានឱកាសចំណេញ$5300 2ឡត16000 3ឡត15900អញ្ចឹងទៅបាទ3ឡត15900អញ្ចឹងទៅបាទនៅក្នុងយប់ហ្នឹងម៉ោងអាមេរិកម៉ោងឥឡូវហ្នឹងតែម្ដងហើយចំពោះតម្លៃហាងឆេងមាសនេះខ្ញុំគិតថាម៉ោង8 9 10 11 12ម៉ោង1ម៉ោង2ម៉ោង3ហ្នឹងខ្ញុំគិតថានឹងឡើងបាទនឹងឡើងមករើ take profit អញ្ចឹងទៀតបងប្អូនបើសិនមកបងប្អូនជួញដូរពេលយប់ឥឡូវនេះឧទាហរណ៍ថាម៉ោង10អីបងប្អូនចាប់ដើមចូលសម្រាប់ហើយអញ្ចឹងបងប្អូននៅពេលដែលបាយហើយបាទនៅពេលដែលបាយហើយបងប្អូនកំណត់ stop loss កំណត់ take profit តាមអ្វីដែលខ្ញុំបានកំណត់ជូនទៅបងប្អូនអាចបិទទូរស័ព្ទគេងបានបាទពេលណាដែលបងប្អូនភ្ញាក់ពីដំណេកម្ដងಅಥವಾភ្ញាក់ម៉ោង2ម៉ោង3ក៏បងប្អូនអាច check មើលបានឬក៏ចាំ check មើលពេលព្រឹកក៏បានដែរដោយសារអីរាល់
ការជួញដូររបស់យើងគឺបងប្អូនត្រូវបានកំណត់ take profit ឬក៏ហានិភ័យរួចរាល់ហើយអញ្ចឹងទោះបីជាវាមិនឡើងឧទាហរណ៍ណាបាទបើសិនបើវាមិនឡើងទៅតាមការវិភាគរបស់ខ្ញុំទេហើយវាចុះមកវិញបាទចុះមកទោះបីជាចុះមកដល់ 4000 គុតឬក៏ $3080 នៅខាងក្រោមនេះក៏ដោយបាទនៅខាងក្រោមនេះក៏ដោយប៉ុន្តែក៏បងប្អូនមិនបានខាតបង់ច្រើនទៅតាមការធ្លាក់ចុះខ្លាំងនោះដែរវាខាតត្រឹមតែអ្វីដែលបងប្អូនកំណត់ stop loss នោះទេបាទគាត់ថា stop loss ដែលខ្ញុំបានកំណត់ជូនបងប្អូននេះបាទបង្ហាញជូនបងប្អូននេះគឺខ្ទង់17លេខបាទអញ្ចឹងវារៀងធំដែរបងប្អូនណាបាទប៉ុន្តែដូចខ្ញុំជម្រាបជូនអញ្ចឹងបងប្អូនណាបាទបើសិនករណីហាងឆេងមាសហ្នឹងវានៅបន្តធ្លាក់ចុះឧទាហរណ៍ណាបាទវាធ្លាក់ចុះមកដល់ចំណុច stop loss ឬក៏ក្រោមនោះទៀតឧទាហរណ៍ថាត្រឹម 4185 នេះខាងក្រោមនេះអញ្ចឹងតម្លៃ 4185 ឬក៏អីហ្នឹងក៏បងប្អូនអាចបាយម្ដងទៀតបានបាទបាយម្ដងទៀតបានបងប្អូនអរគ្នាបាទហើយមួយទៀតចំពោះតម្លៃហាងឆេងរបស់យើងបងប្អូនខ្ញុំសូមជម្រាបជូនថាការប្រែប្រួលនៅក្នុងខែកុម្ភៈនេះបងប្អូនអាចមានឱកាសជួញដូរត្រឹមពីថ្ងៃទី1ដល់ថ្ងៃទី24ទេបាទដោយសារតែថ្ងៃទី25បុណ្យគ្រីស្មាស់បាទអញ្ចឹងបុណ្យគ្រីស្មាស់នៅខាងអឺរ៉ុបគឺគេឈប់សម្រាកបងប្អូនណាបាទគេឈប់សម្រាកទៅហើយថ្ងៃទី26 27 28 29ហ្នឹងគឺខាងអឺរ៉ុបគឺគេ holiday អស់ហើយបាទគេ holiday តាំងពីថ្ងៃគ្រីស្មាស់រហូតដល់ថ្ងៃ countdown តែម្ដងដូច្នេះហើយយើងត្រូវដឹងថាទីផ្សារហាងឆេងរបស់យើងវាដើរទៅតាមពួកអឺរ៉ុបដែលគាត់ចូលមកធ្វើការជួញដូរបាទនៅក្នុងអាស៊ីយើងឧទាហរណ៍ថាទោះបីជាប្រទេសមហាអំណាចនៅក្នុងអាស៊ីយើងណាមួយដែលឈប់សម្រាកនៅក្នុងបុណ្យទានប្រទេសជាតិរបស់ខ្លួនណាក៏ដោយប៉ុន្តែហាងឆេងនៅតែដើរធម្មតាអញ្ចឹងប៉ុន្តែបើសិនបើឃើញតែពួកអឺរ៉ុប holiday ហើយទីផ្សារនោះគឺដើរហើយបងប្អូនណាបាទគឺវាដើរដែរប៉ុន្តែវាអត់មានការប្រែប្រួលខ្លាំងទេអញ្ចឹងមានថាពីពេលបច្ចុប្បន្នរហូតដល់ថ្ងៃទី24ជាពេលវេលាដែលបងប្អូននៅជួញដូរបានបាទដើរទីផ្សារអាចនឹងមានការប្រែប្រួលខ្លាំងជាពិសេសចាប់ពីថ្ងៃទី3ទី4ទី5រហូតដល់ថ្ងៃទី11បាទថ្ងៃទី11ទី12 13ហ្នឹងគឺសុទ្ធតែជាមានព័ត៌មានសំខាន់ចេញមករាល់ថ្ងៃដូច្នេះខ្ញុំគិតថាព័ត៌មានទាំងអស់ហ្នឹងវានឹងធ្វើឲ្យតម្លៃហាងឆេងមាសយើងនឹងមានការប្រែប្រួលឡើងឬក៏ចុះខ្លាំងតែម្ដងប៉ុន្តែរាល់ការជួញដូរយ៉ាងណាក៏ដោយបងប្អូនត្រូវតែមានអ្នក consultant ដើម្បីជួយប្រឹក្សាយោបល់បងប្អូនដើម្បីស្វែងរកផលចំណេញបងប្អូនណាបាទហើយចំពោះរបៀបនៃការជួញដូរទៅលើហាងឆេងមាសឧទាហរណ៍ថាឥឡូវថ្ងៃទី3ថ្ងៃស្អែកនេះបាទវាមានព័ត៌មាន ADP Non Farm employment change ចេញនៅម៉ោង 8:15 នាទីអញ្ចឹងរាល់ការជួញដូរគឺយើងចាំ follow ទៅតាមម៉ោងព័ត៌មានហ្នឹងទៅបាទវាចេញពីម៉ោង 8:15 នាទីទៅដល់ម៉ោង 9 នេះអញ្ចឹងទៅបាទរយៈពេល45នាទីហ្នឹងបាទហ្នឹងគឺយើងទិញលក់ទៅតាមការប្រែប្រួលនៃទិន្នន័យជាក់ស្ដែងតែម្ដងឧទាហរណ៍ថាបើសិនបើល្អsale បើសិនបើមិនល្អបាយអញ្ចឹងទៅបាទហ្នឹងចំពោះការជួញដូរតាមម៉ោងព័ត៌មានកុំឲ្យមានហានិភ័យបងប្អូនបាទកុំឲ្យមានហានិភ័យគឺយើង follow ទៅតាមម៉ោងព័ត៌មានហ្នឹងឯងបាទហើយនៅម៉ោង 10 យប់បាទមានព័ត៌មាន ISM Swiss PMI នឹងទៀតអញ្ចឹងមានរាល់ការជួញដូររបស់យើងគឺយើង follow ទៅតាមម៉ោងព័ត៌មានមួយនឹងទៅកុំជួញដូរមុនម៉ោងព័ត៌មានបងប្អូនចាំឲ្យវាឃើញព័ត៌មានជាក់ច្បាស់ថាទិន្នន័យហ្នឹងវាចេញមកប្រែប្រួលយ៉ាងណាល្អឬក៏មិនល្អចាំជួញដូរទៅតាមហ្នឹងដោយសារហេតុអីបានខ្ញុំជម្រាបជូនបងប្អូនបែបហ្នឹងទៅតាមយុទ្ធសាស្ត្រនៃការទិញលក់ហ្នឹងដោយសារតែនៅក្នុងថ្ងៃទី3រហូតដល់ថ្ងៃទី11 12ហ្នឹងគឺមានព័ត៌មានសំខាន់ជាច្រើនបងប្អូនឃើញបាទដូចថ្ងៃទី5នេះបាទមានcore PCE Price Index ប្រចាំខែ Consumer Sentiment បាទ Inflation Expectation អីជាដើមបាទនឹងសុទ្ធតែជាព័ត៌មានដែលជាអត្តពលដល់ហាងឆេងមាសបាទឥឡូវជាមួយខ្ញុំ check ទៅទៀតនឹងថ្ងៃទី5បាទឥឡូវយើងមើលអាទិត្យក្រោយមួយទៀតបាទអាទិត្យក្រោយមួយទៀតថ្ងៃទី8 9ទៅបាទអញ្ចឹងយើងឃើញថ្ងៃទី9នេះក៏មានព័ត៌មាន9ឃើញនេះបាទនេះគេដាក់ថា job opening បាទ job opening បាទអញ្ចឹងសុទ្ធតែជាព័ត៌មានដែលសំខាន់បាទថ្ងៃទី10បាទថ្ងៃទី10ទៅក៏មានព័ត៌មានសំខាន់ទៀតដែរបាទតាក់ទងជាមួយ BO នេះបាទនេះតាក់ទងជាមួយ FOMC កូសមិចបាទ projection បាទសុទ្ធតែជាអ្នកសំខាន់ដែលចេញមកបង្ហាញនៅទិន្នន័យ FOMC statement នេះបាទគេបង្ហាញនៅរបាយការណ៍រ៉ែងវត្ថុរបស់គេប្រចាំឆ្នាំបាទសមាជិករបស់ធនាគារកណ្ដាលបាទគឺសុទ្ធតែជាព័ត៌មានសំខាន់ហើយនៅក្នុងថ្ងៃទី10ឈានចូលថ្ងៃទី11ម៉ោង2ព្រឹកបាទម៉ោង2ព្រឹកបន្តែពីយប់បាទគឺតេតើជាមួយនឹងកំណត់ interest rate ពីខាងធនាគារកណ្ដាលអាមេរិកនឹងទៀតអញ្ចឹងជាព័ត៌មានសំខាន់ណាបងប្អូនដែលធ្វើឲ្យទីផ្សារប្រែប្រួលបាទថ្ងៃទី11យប់ថ្ងៃទី11ម៉ោង2ហ្នឹងម៉ោង2រៀបភ្លឺហ្នឹងបងប្អូនបាទរដងចេញម៉ោង1បាទហើយរួចពីនោះទៅក៏មានព័ត៌មានសំខាន់ជាច្រើនទៀតបងប្អូនដែលត្រូវនឹងចេញអញ្ចឹងណាបាទនឹងពាក់ព័ន្ធជាមួយនឹងព័ត៌មានដែលបងប្អូនត្រូវមើលបាទត្រូវ trade បើមិនបើយើង trade កក់ហាងឆេងនេះគឺកក់ទៅតាម
ទិន្នន័យជាក់ស្ដែងនេះព័ត៌មានមួយនឹងទៅគឺបងប្អូនត្រូវងាយខាតទេបាទត្រូវងាយខាតទេប៉ុន្តែបើសិនបើបងប្អូន trade អត់មើលព័ត៌មានឬក៏ចូលមុនព័ត៌មានបើសិនបើព័ត៌មានវាចេញមកទៅតាមអ្វីដែលបងប្អូនជួយទៅអាហ្នឹងក៏មិនអីដែរប៉ុន្តែបើសិនបើវាបច្រាស់ក៏បងប្អូនអាចនឹងខាតច្រើននៅក្នុងទីផ្សារដែរបាទចាំបើសិនបើបងប្អូនមានអ្វីជាសំណួរអាចសួរបានបងប្អូនណាបាទហើយបន្តិចទៀតខ្ញុំនឹងធ្វើការឆ្លើយជាចម្លើយជូនដល់បងប្អូនទាំងអស់វិញបាទនៅក្នុងបន្តិចទៀតនេះអញ្ចឹងបងប្អូនអាចចង់សួរអីបងប្អូនអាចសួរបានបងឌីសវណ្ណណាបាទគាត់ថាឲ្យ brother បាទជំរាបសួរបងជំរាបសួរបាទហ្នឹងហើយឯបងស្រីមុំសុកស្រាយគាត់ថាមាសឡើងវិញ$5067ក្នុងមួយតម្លឹងបាទអញ្ចឹងមាសហ្នឹងអាចនឹងឡើងទៅដល់$5100ឬក៏$5200ក្នុងមួយតម្លឹងវិញបងណាបាទនៅក្នុងសប្តាហ៍ហ្នឹងឬក៏សប្តាហ៍ក្រោយមាសហ្នឹងនឹងឡើងវិញហើយបាទអញ្ចឹងបើសិនបងចង់ទិញមាសគីឡូអីទិញទៅបាទត្រឹម$5070 $5000អីហ្នឹងបងអាចទិញបានបើសិនមកវាឡើងដល់$5200ក៏បងចេញមកដល់ក្នុង$100អីជាងដែរបាទតែបើសិនមកបងមានសមត្ថភាព hold បាទទៅដល់ឆ្នាំក្រោយ2026ត្រីមាសទី1ឬក៏ទី2ឬក៏ត្រីមាសទី3អញ្ចឹងមាសអាចនឹងឡើងថ្លៃខ្លាំងជាងនឹងទៅទៀតបាទនឹងចាំតាមការវិភាគរបស់ខ្ញុំអាចនឹងឡើងដល់$5000ក្នុងមួយអោនឬក៏$6000ក្នុងមួយតម្លឹងបាទនឹងតើតើជាមួយនឹងទីផ្សារហាងឆេងមាសណាបាទអញ្ចឹងឥឡូវចំពោះតម្លៃមាសវាបានចុះមកបន្តិចវិញបាទ$4203អញ្ចឹងខ្ញុំនឹងធ្វើការ recommend មួយទៀតខ្ញុំដាក់ថា waiting buy បើសិនបើករណីមាសហ្នឹងបាទហាងឆេងវាធ្លាក់ចុះដល់$4185ខាងក្រោមនេះបាទអញ្ចឹងចំណុចនេះខ្ញុំក៏សូមឲ្យបងប្អូនទិញដែរបើសិនករណីដែលវាចុះប៉ុន្តែបើសិនវាចុះមិនដល់ក៏បងប្អូនមិនចាំបាច់ចូលទិញដែរបាទប៉ុន្តែបើសិនបើវាចូលដល់បងប្អូនអាចទិញបានម្ដងទៀតអញ្ចឹងខ្ញុំដាក់ថា waiting buy បាទ waiting buy នៅបាទ$4185បាទខ្ញុំដាក់ថា$4185នៅខាងក្រោមនេះទៅបាទបងប្អូនអាចធ្វើការបាទអាចធ្វើការបាយបានបាទខ្ញុំដាក់ថា waiting buy បាទហើយមួយទៀតបាទ stop loss បើសិនបើករណីហាងឆេងមាសចុះដល់ហ្នឹងបងប្អូនអាចដាក់ stop loss បាទ SL យើងត្រូវតែកំណត់ទី1បងប្អូនដាក់នៅបាទ$4170បាទដាក់13លេខទេបាទ$4170បាទហើយចំណុច take profit ទី2បាទអញ្ចឹងចំពោះ take profit ទី2បងប្អូនអាចដាក់នៅ$4240បាទអញ្ចឹងធំដែរបងប្អូនបាទដាក់57លេខបាទ$4240នៅខាងលើនោះបងបាទ take profit ណាបាទ TP បាទ$4240បាទនៅខាងលើនោះតែម្ដងបាទហ្នឹងចំពោះអ្វីបើសិនករណីមាសវាមិនឡើងបាទបើសិនបើបងប្អូនបាយណាវហើយមាសវាមិនឡើងចុះមកប៉ះចំណុចខាងក្រោមហ្នឹងបងប្អូនអាចបាយបានបាទអាចបាយម្ដងទៀតបានប៉ុន្តែបើសិនបើករណីហាងឆេងមាសហ្នឹងវាចុះមិនដល់តម្លៃ$4183ខាងក្រោមនេះទេក៏បងប្អូនមិនចាំបាច់ចូលបាយដែរដោយសារតែតម្លៃហាងឆេងមាសវាមិនបានចុះដល់ចំណុចហ្នឹងបងប្អូនបាទវាចេះតែឡើងពីអ្វីដែលបងប្អូនបាយនៅតម្លៃបច្ចុប្បន្នអីអញ្ចឹងណាបាទវាចេះឡើងទៅអញ្ចឹងមានបងប្អូននឹងទទួលបានឱកាសចំណេញហើយបាទនឹងពាក់ព័ន្ធជាមួយនឹងទីផ្សារមាសប៉ុន្តែគ្រាន់ថាអ្វីដែលខ្ញុំជំរាបជូនទៅចំណុចទី2នេះការពារបងប្អូនណាបាទការពារបងប្អូនថាចុះសិនមកចុះមកដល់ខាងក្រោមប៉ះ stop loss ហើយតើយើងគួរទិញឬក៏គួរលក់ឬក៏គួរអីអញ្ចឹងទៅបាទអញ្ចឹងបើសិនមកចុះមកប៉ះ stop loss ហើយវាហួសមកដល់តម្លៃ$4183ខាងក្រោមនេះទៀតបាទត្រឹមខ្ទង់7លេខពីក្រោមតម្លៃ stop loss នោះទៀតមកដល់$4183ក៏បងប្អូនអាចបាយម្ដងទៀតបានបាទបាយម្ដងទៀតបានបងប្អូនបាទនេះគឺជាឱកាសនៃការជួញដូរហាងឆេងមាសនៅក្នុងយប់ហ្នឹងបាទអញ្ចឹងបងប្អូនអាចដាក់ pending order មួយទៅបាទដាក់ pending order buy limit អីមួយទៅបន្ទាប់មកបងប្អូនអាចបាយណាវមួយបច្ចុប្បន្នហើយបងប្អូនដាក់ pending order នៅតម្លៃខាងក្រោមនេះមួយទៀតទៅអាហ្នឹងយើងការពារបងប្អូនអរគ្នាបាទនេះគឺជាឱកាសនៃការជួញដូរទៅលើទីផ្សារហាងឆេងមាសនៅក្នុងយប់នេះបាទហើយមួយទៀតបងប្អូនតេតើងជាមួយនឹងដូចជាខ្ញុំជម្រាបជូនទៅលើភូមិសាស្ត្រនយោបាយអីដដែលច្រើនពេកដូចជាសង្គ្រាមរវាងចិននិងជប៉ុនហើយអ្វីដែលសំខាន់ឥឡូវគេផ្ដោតទៅលើអាមេរិកបានបញ្ជូននាវាទៅកាន់ប្រទេសណូវេសេឡាបាទទៅកាន់ប្រទេសណូវេសេឡាអញ្ចឹងមានថាពិភពលោកបច្ចុប្បន្នគឺគេកំពុងតែផ្ដោតបាទដោយសារហេតុអីដោយសារតែមានចិនមានរុស្ស៊ីកំពុងតែផ្ដោតទៅលើបញ្ហាហ្នឹងហើយចិនក៏បានគម្រាមអាមេរិកផងដែរមិនអោយប្រើនាវាឬក៏កម្លាំងយោធាអីទៅបង្កបញ្ហាឬក៏សង្គ្រាមអីនៅលើទឹកដីប្រទេសណូវេសេឡានោះទេបាទមានការព្រមព្រៀងពីប្រទេសចិនអីយ៉ាងនេះដើមអញ្ចឹងមានថាពិភពលោកបច្ចុប្បន្នកំពុងតែមើលបញ្ហាហ្នឹងដោយសារតែលោក Donald Trump បានចាត់លោក Maduro ថាជាមេភេរវកម្មអន្តរជាតិធំមួយហើយក៏ជាមេផលិតគ្រឿងញៀនដែរហើយតែងតែដឹក
គ្រឿងញៀនហ្នឹងចូលចែកចាយលក់នៅក្នុងទឹកដីអាមេរិកនឹងទៀតសោតអញ្ចឹងហើយលោក Donald Trump គាត់ក៏មានវិធានការមួយគឺកម្ចាត់គ្រឿងញៀនអីចឹងជាដើមបងប្អូនអរគ្នាប៉ុន្តែខាងចិនក៏បានចេញមកកាន់ជើងលោក Maduro ហ្នឹងបាទដែលជាមេដឹកនាំប្រទេសនូវេសេឡង់ហ្នឹងបាទអញ្ចឹងមានន័យថាពិភពលោកបច្ចុប្បន្នគឺកំពុងតែមើលបញ្ហាហ្នឹងដោយសារតែវាជាការប្រឈមមុខដាក់គ្នាផងដែរផ្នែកប្រទេសមហាអំណាចរវាងចិននិងអាមេរិកបន្ទាប់ពីប្រឈមមុខដាក់គ្នារវាងកោះតៃវ៉ាន់អីកន្លងមកបាទអញ្ចឹងកោះតៃវ៉ាន់ចិនប្រឈមមុខជាមួយនឹងអាមេរិកផងសម្ព័ន្ធមិត្តអាមេរិកផងហើយបច្ចុប្បន្នគឺប្រឈមមុខជាមួយនឹងខាងជប៉ុនថែមទៀតអញ្ចឹងមានថាបច្ចុប្បន្នគឺទៅលើភូមិសាស្ត្រនយោបាយគឺវាកំពុងតែក្តៅហើយអញ្ចឹងហើយវានាំឲ្យអ្នកជួញដូរឬក៏អ្នកកាន់លុយអីនៅជុំវិញពិភពលោកហ្នឹងគាត់បង្វែរទ្រព្យសម្បត្តិមួយចំនួនមកទិញមាសបាទប៉ុន្តែសួរថាតើទិញមាសច្រើនអាចនឹងកាន់មាសឧទាហរណ៍គាត់ទិញម្ដង100តោនឬក៏អីចឹងឧទាហរណ៍10តោន20តោនហ្នឹងទៅអញ្ចឹងសួរថាគាត់ស្រួលការពារដែរឬទេបាទភាគច្រើនគឺគាត់ទិញមាសលក្ខណៈ ETS មាស ETS មានន័យថាគាត់ទិញទៅលើតែ certificate មាសទេបាទអញ្ចឹងឧទាហរណ៍ថាគាត់ទិញប្រហែល10000 អោនប្រហែល1000គីឡូឬក៏ប្រហែល100គីឡូអញ្ចឹងទៅអញ្ចឹងការទិញមាស ETS ហ្នឹងគឺគិតលុយឲ្យគេទៅប៉ុន្តែបានតែ certificate ទេបាទនៅក្នុង1អោនឬក៏1គីឡូតម្លៃប្រហែលអញ្ចឹងទៅពេលណាដែលឡើងអញ្ចឹងទៅចំណេញយក certificate ហ្នឹងដែលមានចំនួនមាសនៅក្នុងហ្នឹងយកទៅទូទាត់ចំណេញខាតអញ្ចឹងទៅប៉ុន្តែការទិញបែបហ្នឹងក៏វាជំរុញឲ្យតម្លៃហាងឈិញមាសក៏មានការឡើងចុះថ្លៃដូចគ្នាផងដែរបងប្អូនអរគ្នាណាបាទចឹងបងប្អូនចំពោះការប្រែប្រួលនៃទីផ្សារហាងឈិញមាសនៅក្នុងថ្ងៃនេះហើយចំពោះឱកាសនៃការជួញដូរបាទខ្ញុំជម្រាបជូនបងប្អូនប៉ុណ្ណឹងហើយបងប្អូនបើសិនបើមានគណនីជួញដូរបងប្អូនអាចធ្វើការជួញដូរតាមការវិភាគរបស់ខ្ញុំជូនក៏បានឬក៏បងប្អូនចាំសង្កេតមើលក៏បានថាតើតម្លៃហាងឈិញមាសវាមានការប្រែប្រួលឡើងចុះទៅតាមការវិភាគរបស់ខ្ញុំដែរទេបាទហើយចំពោះព័ត៌មាននៅក្នុង Forex Factory នៅក្នុងថ្ងៃនេះมันមានព័ត៌មានអ្វីដែលចេញមកនោះទេបងប្អូនបាទនៅក្នុងថ្ងៃទី2ខែធ្នូនេះបាទអត់មានព័ត៌មានអ្វីដែលសំខាន់នោះទេបាទអញ្ចឹងខ្ញុំគិតថានៅក្នុងម៉ោងអាមេរិកយប់នេះផ្អែកទៅតាម interest rate ដែលគេព្យាករណ៍ថាអាចនឹងកាត់មុនបាទអាចនឹងកាត់បន្ថែមទៀតឬក៏តេតើទៅលើកតាភូមិសាស្ត្រនយោបាយដែលខ្ញុំជំរាបជូនមិញអញ្ចឹងទៅអញ្ចឹងខ្ញុំគិតថាតម្លៃហាងឈិញមាសនៅក្នុងម៉ោងអាមេរិកបាទឥឡូវម៉ោង 7:24 គឺបើកផ្សារបាន24នាទីហើយអញ្ចឹងខ្ញុំគិតថាតម្លៃហាងឈិញមាសទោះបីយ៉ាងណាក៏ដោយបងប្អូនបាទខ្ញុំថានឹងបន្តឡើងថ្លៃបាទប៉ុន្តែទៅលើចំណុចនៃការជួញដូរនៅក្នុងយប់នេះបាទទី1បាយណាវទី2រងចាំបាយបន្ថែមទៀតបើសិនករណីដែលតម្លៃហាងឈិញមាសចុះមកដល់ 4183 ឬក៏ 4108 អីចឹងទៅក៏បងប្អូនអាចបាយពីក្រោមហ្នឹងឡើងមកលើបន្ថែមទៀតដើម្បីគេងយើងនៅឱកាសចំណេញបាទហើយបើសិនបើបងប្អូនឃើញចំណេញហើយបាទត្រឹមមួយឡតអីចំណេញបាន4500 1000 2000បងប្អូនចាក់ចេញពីទីផ្សារមកដោយសារតែខ្ញុំឃើញបងប្អូនខ្លះចំណេញមួយឡតខ្សែអីខ្ទង់3000ជាងអីក៏មិនទាន់កាត់យក take profit ដែរខ្ញុំអត់ដឹងថាហេតុអីទេបាទប៉ុន្តែបងប្អូនទៅដឹងថាវាជាទិន្នន័យលេខហើយបើសិនបើបងប្អូនដកលុយចេញមកកាន់ណាជាกระดาษសាច់ប្រាក់គឺច្រើនបងប្អូនបាទពី$3000គឺច្រើនមែនតើអញ្ចឹងបើសិនបើបងប្អូនឃើញចំណេញហើយបងប្អូនកាត់យកប្រាក់ចំណេញចេញពីទីផ្សារមកពេលខ្លះណាបងប្អូនគឺច្រើនមែនតើបាទគឺច្រើនមែនតើពី$3000បងប្អូនបាទហើយបូខ្ញុំបាទត្រឹម1ឡតខ្សែចំណេញត្រឹម500អីហ្នឹងខ្ញុំកាត់យកប្រាក់ចំណេញហើយបាទពេលខ្លះមួយឡតអីចំណេញ50-60រៀល100-200ពេលខ្លះក៏ខ្ញុំកាត់យកដែរបងប្អូនអត់ទុកឲ្យវាតឡើងថ្លៃពេលខ្លះយើងឃើញថាឡើងចំណេញច្រើនហើយពួកយើងអត់បានកាត់ក៏ឡទីផ្សារវាប្រែប្រួលខុសប្រក្រតីណាមួយវាបែរត្រឡប់ពីចំណេញមកខាតវិញអញ្ចឹងគឺយើងស្ដាយបងប្អូនបាទគឺយើងស្ដាយមែនទែនបាទអញ្ចឹងមើលបើមិនបានអាចទេឃើញចំណេញអីយើងកាត់យកប្រាក់ចំណេញទៅក៏បានឬក៏ទុកតតែទៅប៉ះចំណេញ profit ទៅក៏បានអាហ្នឹងវាអាស្រ័យទៅលើបងប្អូននៅពេលណាដែលទីផ្សារឃើញចំណេញហើយបាទចង់កាត់យកក៏បានចង់ទុកបន្តទៀតក៏បានដែរកន្លែងហ្នឹងបងប្អូនណាបាទចឹងបងប្អូនបើសិនបើបងប្អូនមានចំណាប់អារម្មណ៍បាទចង់សិក្សាស្វែងយល់បាទឬក៏បងប្អូនចង់បង្កើតគណនីកក់ហាងឈិញមាសតាមប្រព័ន្ធធនាគារបងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទនិង link Telegram ដែលមាននៅក្នុង caption ខាងលើបងប្អូនហើយការជួញដូរទៅលើហាងឈិញមាសនេះបាទបងប្អូនមានដើមទុនត្រឹមតែ$100ក៏បងប្អូនអាចកក់ហាងឈិញមាសបានដែរគ្រាន់ថាដើមទុនត្រឹម100បងប្អូនកក់ម្ដងបានត្រឹមតែ1អោននេះបាទដើមទុន5000កក់ម្ដងបានត្រឹម50អោនអានឹងខ្ញុំនិយាយឲ្យតូចណាបាទខ្ញុំថាជាមធ្យមថាធំផុតត្រឹមតែ50អោនបើគិតជាតម្លឹងស្មើ40តម្លឹងជាងបើគិតជាគីឡូស្មើនឹង1គីឡូកន្លះមាសតែបើដើមទុន10000បងប្អូនអាចកក់ដល់មាស100អោនឬក៏ស្មើនឹង83តម្លឹងឬក៏3គីឡូមាសអញ្ចឹងមានថាដើមទុន10000យើងអាចមកកក់ហាងឈិញមាសបានទំហំមាសដ៏ច្រើនដែរបងប្អូនបាទហើយបើសិនបើបុគិតពីមាស3គីឡូទីផ្សារខាងក្រៅមកដល់បច្ចុប្បន្ននេះវាច្រើនដែរ
châu tung chất sai sập mơn bà chất sai sập mơn tung rồi có tha sai sập mơn là thay hai bà còn tại đó không tí nít dương mình đang tôn trầm tầm mà mới một con cọ một đón bà cứ bàn mía ở bây giờ nước không cả chuyện đó có một rồi áo này cả prai pro hay sân bảo vì prai pro mà đây pile một rồi áo nó cứ dương trên đánh bàn pi bây rồi lại một lần những từ một con ở kia bà trong một con nước không ngày nó nhom miền tập năng tế hay có xong mọi bông ôn ở kia đã tay tay tam đàn rồi cả việc phía từ lượt đầm lại hàng trình mía xong xe mui mong muốn bà xong xe mui thì được kịp nhóm bà màu pi hạt pran đại tê bà màu pi vậy xây hạt pran này dừng tới bên tay tụi bây giờ nó cô mình chào bông ôn này là sao tại khơi bông ôn com trơ mình tên chẳng khơi tất chất bông ôn trâu mà mưa vì nhu tràn com trơ tràn này dừng tới cô màu pi hạt pran vĩnh slip có áo mà lại chun bông ôn tiệt đôi khi nhóm kho update đầm lại hàng trình như trăm ngày cà pi mình chẳng mà đo là nó nhóm chạy mưa vì nhu á bông ôn nè trâu mưa vì nhu đó cứ ban mà rồi khe chiên mà rồi và mùi khe dùng chạy một nắng còn ta là nước phải gì lướt pi mà rồi và mùi khe tiền chẳng mới hai bông ôn của bông đại tam đan từ ở đầm lại hàng trình mình được không phép đầm lại 100 ngày bọc nhưng mình tên này có số mấy bông ôn bà bần to tam đan bần tham tiết đời xa tay rò ngay nhóm update pi màu cùng pơ màu cùng bảy bức chun rồi bông ôn này toàn liền này tìm xa bạc tam đòn hay có sông khâm tháp bông ôn tại tay còn trơ nâng tam đan mới hay có sông xé hay phần tay bờ sân bông ôn chạm vào được nhom chìm đi chuồn chắc là bà bờ sân bông ôn trăng sập xa xoay chỗ chỉ crom các bạn bông ôn bà bông ôn nam miên chỉ một phe chỉ crom gì ấy nát nhom tới chui bằng riêng tới của bà này bà chui chui này non chui bằng riêng bà hay trong phố cá chai và cam thay bờ riêng ấy bà bờ sân bông ôn miên chỉ crom cục nhưng mình chai vài đại nhom bằng riêng free chun bông ôn bà trai cầm lệ nơi trên này đăng đi ca chuyên đầu miết rồi đặt trên anh chun rồi bông ôn bà mình thay hàng chênh miết bông ôn xong bây giờ hàng chênh xem tôi chỉ hàng chênh lùi gen lùi ấy nên sắp ta chia cá lo bà hàng chênh lùi ở xử lý ấy đi có chia cá lo này cá chuyên đồ đài bà nâng tẹt tương cho mùi nâng ở hàng chênh biết nó có hàng chênh lúc bây giờ bán nó một bốn bà còn để tha cá chuyên đồ từ lượt hàng chênh biết vì pin này dung bà trung bình bị phốp lô và tiền ná có cái tinh đài xong bây đặt tiền kia cái đá có cái tinh bị tục đài bà chẳng tầm ròm dương chi bồ rọt thòm ná có dương tinh bị tục được kia một bốn bà này bị kênh dân nữa cả trong này cả lạng thay bảo viên chẳng bà nó vừa là việc thay có những kênh tinh châu lên những từ bà trong một con nhom miền tây năng tế ở lưỡi hàng trình miếng bà là một tịch từ lưỡi với bà một top biệt lại cho đó 4 pon pi rồi 7 bà ở lưỡi vì làng đó 4 pon pi rồi 7 bà chẳng bộ dương tinh đã 4 pon pi rồi 7 dương trên đánh bàn 4 rồi đô la không mà lọt size mà mình rồi áo cứ trên đánh 4 rồi đô la tiền hai bà làm cho phơn đó và phần tay tụi bây giờ nó tự đáo nó mong Americ bao xa vì mong per chụp đi tới như thế nâng bật to lạng thái hay vừa sân bao vì làng đó còn pul hàng lớn anh đang cô dương trên đánh tràn pi ở đầm đại hàng trình miếng nơi không ở chút nước này là dạng trà một tên hay bông ôn chầm mưa bà chầm mưa ngọt ní thật tam mình đang bị lang ra tê ta tam cao cái bậc nhầm tán nhưng cái thà cu tinh lò chiên cu lụ nước không chút này bà bực mấy cu lụ lò chiên tinh ta là đấy tinh lò chiên lụ bên một con nước không chút nắng các bạn không màu Americ nữa các bà chẳng nhom miền tây đang tê hay có sông chun per ở bông ôn ngọt ní bà không ca xoay được nữa cả chấm nánh bờ sân bà từ ca nẹt bực xa cho bao từ lừa cả trend hàng trình mía rồi có rút bây giờ ban bỏ tết xong để từ một nhóm tam ở dưới link trong shop nâng link telegram đam miền ở trong caption khang lừa phong đam một con ở này của số một con bà